បាទជិបសួរខ្ញុំបាទឈ្មោះកែវិជាជាបុគ្គលិកផ្នែកទីផ្សារនៅបច្ចេកទេសថ្ងៃនេះខ្ញុំមកចុះមកតាមដានលទ្ធផលស្មៅដែលបានបាញ់ស្មៅមាសបុកស្មៅយំបិទលហែអញ្ចឹងតនេះសុំសួរឈ្មោះអ៊ំជួយនាំនំឈ្មោះបានទេអ៊ំឈ្មោះអីដែរអ៊ំខ្ញុំឈ្មោះលីស្រីនៅភូមិឃុំណាដែរអ៊ំភូមិសួងឃុំត្រពាំងធំស្រុកប្រាសាទបាគងបាទអញ្ចឹងអ៊ំការអ៊ំនេះអ៊ំបាញ់ស្រូវនេះការស្រូវយុប៉ុន្មានដែរអ៊ំយុ13ថ្ងៃណាអ៊ំហើយកាលហ្នឹងអ៊ំបានប្រើប្រាស់ថ្នាំអីខ្លះដែរអត់ដែលបានប្រើអុយទេប្រើរបស់លោកគ្រូតែម្ដងតែឆ្នាំដែលអ៊ំបានបាញ់នេះឈ្មោះអីខ្លះដែរអ៊ំឈ្មោះស្មៅយំអិតលហែប្រា50បុកស្មៅមាសបុកនឹងស្មៅមាសបាទបាន125បាន125នឹង50បាទលាយទឹក20លីត្រអ៊ំណាបាទលាយទឹក20លីត្របាទហើយបាញ់មកនេះបានរយៈពេលមួយថ្ងៃអ៊ំបាន4ថ្ងៃ4ថ្ងៃយ៉ាងនេះហើយ5ថ្ងៃជួ5ថ្ងៃបាទអ៊ំបាទអញ្ចឹងជាលទ្ធផលមិនដែរអ៊ំឃើញថាមិនដែរអ៊ំលទ្ធផលគឺល្អចាប់ដាំផុយគុលអ៊ំណាដល់ផុយគុលហើយគ្រូបាទអ៊ំមើលអ៊ំដកជាផោះតាំងមើលអ៊ំដកស្មៅមកអ៊ំបាទនេះអ៊ំនេះស្មៅនេះទូនេះងាប់ប្រងពីពេញដីនេះអ៊ំដកមើលនេះនេះអ៊ំនេះដកមើលអ៊ំអានេះអ៊ំទឹមដាក់ទឹកបន្ថែមទៀតទឹមដាក់ទឹកថ្ងៃនេះឯងបាទអ៊ំនេះអ៊ំដកចិត្តនេះមើលទីមកនេះទូនេះបាទអ៊ំបាទដកមើលផុយអស់ណាផុយអស់ហើយបាទទូនេះផុយអស់ណាគឺស្មៅហើយមានស្មៅដែលស្មៅ3ក្បាលមានកតុយឬក៏កក់ហ្នឹងអ៊ំណាកក់នេះដកមកផុយអស់ណាអ៊ំមកបង្ហាញដៃនេះមកអ៊ំនេះគ្រូអើយមើលផុយគុលអស់ហើយណាអ៊ំណាផុយគុលហើយតែបាញ់ទៅវាផុយគុលល្អណាស់បាទអ៊ំណាហើយលើអ៊ំចាប់ដើមបញ្ចូលទឹកនេះចាប់ដើមបញ្ចូលទឹកថ្ងៃនេះឯងគ្រូតែទៅនឹងស្រូវមិនដែរអ៊ំមានអន់ទេស្រូវអន់ស្រូវអន់ទេបាទអត់មានឃើញអន់ហ្នឹងអត់មានខៀវអត់មានអន់ក្រហមសោះហ្មងអ៊ំណានឹងខៀវនេះក្រហមទៅនោះទីក្រហមទីឡៃជោគខ្លាំងមិនបាញ់ជោគខ្លាំងបាទបងបាទមើលនេះស្មៅអ៊ំនេះស្មៅមកអស់ហើយនេះបាទហើយស្រូវដូចអត់មានអន់ទេឡៃណាធម្មតានេះអន់ហើយរឹសច្រើនទៀតអន់ទេរឹសច្រើនអត់អាចស្មៅយំបាត់លហែហ្នឹងចេញរឹសលោកគ្រូនេះអាហ្នឹងអត់ទេបងអ៊ំតែបើឃើញល្អអញ្ចឹងអ៊ំមានអីផ្ដាំផ្ញើកសិករដទៃដែលគាត់មិនតន់រកថ្នាំបាញ់បានខ្ញុំផ្ដាំនឹងកសិករទាំងអស់គ្នាដែលបានធ្វើស្រែបរដូវប្រាំងនេះក៏សូមឲ្យទៅទិញរបស់លោកគ្រូទៅស្មៅគឺស័ក្តិសិទ្ធិរបស់គេហើយបាទស្មៅមាសបុកស្មៅយំលហែបុកនឹងស្មៅយំលហែបាទបាន4ថ្ងៃដែរបាន4ថ្ងៃហើយភុយអស់នេះភុយអស់ស្អាតណាស់បាទស្អាតហើយបាទមើលនេះដាក់នេះស្រីគាត់ទៅបញ្ចូលទឹកបញ្ចូលទឹកថ្ងៃនេះឯងនេះទៀតបានពេញបាទមើលឲ្យគ្រូមើលទាំងអស់គ្នាបាទ